សម្រាប់វគ្គនេះខ្ញុំ50 ឯហ្មងនិយាយទៅដោយសារដៃគូខ្ញុំរៀងខ្លាំងដែរ Twin ហើយសម្រាប់អារម្មណ៍ដែលយកទៅឡើងឆាកគឺ100%ហ្នឹងបងសម្រាប់ធៀមខ្លួនប៉ុន្តែគាត់ថាការសង្ឃឹមខ្ញុំសង្ឃឹម50%អ្នកគ្រូគាត់ផ្ដល់ឲ្យ30%ទៀតអញ្ចឹងសម្រាប់អ្នកគ្រូហើយ20%ទៀតខ្ញុំទទួលបានពីទស្សនិកជនទាំងអស់គ្នាហើយនៅតាមបណ្ដាញសង្គមផ្សេងៗគឺពួកគាត់បានលើកទឹកចិត្តខ្ញុំអញ្ចឹងខ្ញុំគិតថាវគ្គនេះខ្ញុំនឹងអាចធ្វើបានល្អហើយនឹងមានលទ្ធផលល្អសម្រាប់វគ្គនេះគឺជាវគ្គ Who are you អញ្ចឹងខ្ញុំចង់បង្ហាញនៅអ្វីដែលជាខ្ញុំប៉ុន្តែខ្ញុំអត់យកជីវិតការតស៊ូយកមកដាក់លើបទហ្នឹងទេគឺខ្ញុំយកនៅលទ្ធផលអ្វីដែលខ្ញុំខំប្រឹងដើម្បីយកមកបង្ហាញវគ្គនេះហើយដូចជាការអួតខ្លួនឯងខ្លះហើយនឹងបង្ហាញនៅ confidence របស់ខ្ញុំហើយនឹងបង្ហាញអីជាខ្ញុំឲ្យបានកាន់តែច្រើនទៅកាន់ទស្សនិកជនទាំងអស់គ្នានិយាយទៅបើខ្ញុំគិតថា4នាក់ដែលទៅមួយខ្ញុំទី1គឺឡុងមុនខ្ញុំគិតថាគាត់អាចនឹងទៅមុខទៀតទី2គឺបងខេនឹងខ្ញុំឃើញរបៀប energy របស់គាត់ខ្ញុំគិតថាគាត់អាចនឹងទៅវគ្គបន្តហើយសម្រាប់ម្នាក់ទៀតគឺលីមេងបាទបងអញ្ចឹង4នាក់ហ្នឹងគឺខ្ញុំជឿជាក់ថាគាត់អាចនឹងធ្វើបានល្អហើយនឹងអាចទៅវគ្គបន្តអូខេអរគុណអ្នកទាំងអស់គ្នាកុំភ្លេចតាមដានទស្សនានៅវគ្គ Who are you ហើយកុំភ្លេចរងចាំខ្ញុំនៅ show បន្តិចទៀតអរគុណអ្នកទាំងអស់គ្នាជួបគ្នាតិចទៀត